សួស្តីបងប្អូនខ្មែរដែលត្រៀមប្រឡងយក license កញ្ចក់នៅសហរដ្ឋអាមេរិកទាំងអស់គ្នាសូមស្វាគមន៍មកកាន់អេពីសូតទី3នៃ channel របស់ខ្ញុំសម្រាប់បងប្អូនដែលមិនទាន់ស្គាល់ខ្ញុំបាទឈ្មោះ Hendrik ហើយខ្ញុំគឺជាជាងកញ្ចក់នៅសហរដ្ឋអាមេរិកអញ្ចឹងខ្ញុំផលិតនៅ channel នេះឡើងគឺដើម្បីចែកចាយបងប្អូនអំពីទិសដីកញ្ចក់ហើយជាមួយនឹងពាក្យកន្លឹះកញ្ចក់ជាភាសាអង់គ្លេសដើម្បីឲ្យបងប្អូនអាចយកទៅប្រឡងកញ្ចក់បានជាប់ទាំងអស់គ្នាអញ្ចឹងសម្រាប់អេពីសូតមួយនេះអត់មានអីច្រើនទេគឺខ្ញុំសូមចែកម្លែកបងប្អូនតាក់ទងជាមួយនឹងពាក្យកន្លឹះចំនួន2ពាក្យទី1នោះគឺប្រភេទបាក់តេរីឈ្មោះថា Mycobacterium fortuitum Mycobacterium fortuitum អញ្ចឹងប្រភេទបាក់តេរីមួយនេះគឺភាគច្រើនគេរកឃើញនៅក្នុង tap water បានន័យថាទឹកដែលចេញពីតយោរត់តយោយើងបាញ់បហូរទឹកចេញមកហ្នឹងគឺសបោនៅគេអាចរកឃើញនៅបាក់តេរីប្រភេទហ្នឹងអញ្ចឹងបាក់តេរីនេះគេរកឃើញភាគច្រើននៅក្នុង pedicure bowl បានន័យថាទឹកយើងស្ប៉ាជើងហ្នឹងណាគេហៅថាកន្លែងធុងដាក់ជើងហ្នឹងគេហៅថា pedicure bowl អញ្ចឹងគេរកនៅក្នុង pedicure bowl រកឃើញបាក់តេរីនេះច្រើនហើយអញ្ចឹងកាលឆ្នាំ2000នៅក្នុងសភៅនេះនៅក្នុងសភៅដែលខ្ញុំយកមកបង្ហាញបងប្អូនហ្នឹងគេនិយាយថាកាលពីឆ្នាំ2000ហ្នឹង2000គត់មានភ្ញៀវជាង100នាក់នៅក្នុងសាឡននៅក្នុងរដ្ឋកាលីហ្វ័រញ៉ាបានឆ្លងនៅបាក់តេរីហ្នឹងហើយធ្វើឲ្យមានឆ្លងរោគដល់ស្បែករបស់ពួកគាត់ដល់ស្បែកពួកគាត់ដែលគេហៅថា skin infection បានន័យថាការឆ្លងរោគនៅលើស្បែកហើយនៅលើជើងបន្ទាប់ពីពួកគាត់ទទួលបានសេវាកម្ម pedicure ហើយអញ្ចឹងបន្ទាប់ពីគាត់ធ្វើជើងហើយឆ្លងមានអាការៈឆ្លងរោគលើស្បែកលើជើងនឹងកើតឡើងអញ្ចឹងណាហើយប៉ុន្តែប៉ុណ្ណោះហ្នឹងការឆ្លងរោគហ្នឹងបានធ្វើឲ្យមានការឈឺចាប់ចុកនៅក្នុងជើងនឹងទៀតអញ្ចឹងណាចុករយអីជាដើមហើយបន្តចុករយរយៈពេលរាប់ខែដែលទាមទារការព្យាបាលហ្នឹងត្រូវដាក់អង់ទីប៊ីយោទិកថ្នាំផ្សះថ្នាំអីជាច្រើនដើម្បីឲ្យបាត់អញ្ចឹងបន្ទាប់ពីមានហេតុការណ៍ហ្នឹងកើតឡើងទៅរដ្ឋគេតាមដានមើលទៅគឺគេរកឃើញថាដោយសារវាកើតឡើងដោយសារមេរោគ Mycobacterium fortuitum ហ្នឹងឯងដោយសារគេរកឃើញមេរោគហ្នឹងនៅក្នុងចាន pedicure យើងហ្នឹង pedicure bowl ហ្នឹងអញ្ចឹងវាកើតឡើងដោយសារតែជាងកញ្ចក់យើងហ្នឹងអត់បានលាងសម្អាត pedicure bowl ហ្នឹងឲ្យបានស្អាតអញ្ចឹងសម្រាប់ពាក្យនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនអញ្ចឹងខ្ញុំនឹងដាក់នៅនិយមន័យពាក្យនេះនៅត្រង់នេះឯងអញ្ចឹងបងប្អូនអាចមើលហើយបងប្អូនអាចកត់ទុកបានអញ្ចឹងណាហើយចំពោះពាក្យទី2នោះគេហៅថា tuberculosis អញ្ចឹង tuberculosis ហ្នឹងខ្មែរយើងគេហៅថាជំងឺរបេងអញ្ចឹងណាអញ្ចឹងជំងឺរបេងនេះគឺសំខាន់មែនទែននៅក្នុងទ្រឹស្ដីកញ្ចក់ព្រោះវាអាចនឹងឆ្លងច្រើនហើយក្នុងនិយមន័យអង់គ្លេសគេនិយាយថា tuberculosis ហ្នឹង a disease that is caused by bacteria that are transmitted by coughing or sneezing not by salon implements or services ចឹងបានន័យថាជំងឺសួតនេះគឺឆ្លងគឺជា disease គឺជាជំងឺដែលឆ្លងដោយប្រភេទបាក់តេរីវាចម្លងដោយការក្អក coughing នេះគឺជាបកប្រែថាក្អក or sneezing បានថាយើងកណ្ដាស់ហ្នឹងមិនមែនឆ្លងដោយឧបករណ៍អញ្ចឹងគេហៅ salon implements អញ្ចឹងបានន័យថាមិនមែនឆ្លងដោយឧបករណ៍ដែលយើងប្រើនៅក្នុង salon ហ្នឹងទេឬមួយក៏សេវាកម្មផ្សេងៗដែលភ្ញៀវទទួលបានពីយើងទេអញ្ចឹងខ្ញុំអត់ដឹងមិនដែរប៉ុន្តែនៅក្នុងទ្រឹស្ដីកញ្ចក់ក្នុងសភៅកញ្ចក់ហ្នឹងគឺគេផ្ដោតសំខាន់មែនទែននៅជំងឺមួយនេះអញ្ចឹងដើម្បីបង្ការជំងឺនេះបានគេត្រូវប្រើទឹកថ្នាំសម្រាប់មេរោគនៃជំងឺហ្នឹងដែលគេហៅថា tuberculocidal disinfectants អញ្ចឹង disinfectant គឺយើងបានរៀនហើយកាលពីវីដេអូមុនគឺជាគឺជាទឹកសម្រាប់មេរោគអញ្ចឹងបើគេដាក់ពាក្យថា ដាក់ពាក្យសួតហ្នឹងគេហៅថា tuberculocidal ហ្នឹងបងប្អូនត្រូវចាំកន្លែងចំណុចហ្នឹងមួយ
ឲ្យតែមានពាក្យណាក៏ដោយឲ្យតែមានពាក្យ idol ហ្នឹង IDAL ទៅខាងក្រោយហ្នឹងភាគច្រើនបានន័យថាសម្លាប់ឲ្យមួយអីអញ្ចឹងណាអញ្ចឹងគេហៅថា tuberculosidal disinfectant ហ្នឹងបានន័យថាទឹកសម្លាប់មេរោគដែលអាចសម្លាប់មេរោគដែលបង្កជំងឺសួតនឹងបានច្រឡំសួតរបេងនឹងបានអញ្ចឹងណាអញ្ចឹងបងប្អូនត្រូវចាំពាក្យហ្នឹងដែរ tuberculosidal disinfectants ទឹកសម្លាប់មេរោគជំងឺរបេងអញ្ចឹងសម្រាប់វីដេអូមួយនេះគឺមានប៉ុណ្្នឹងឯងបងប្អូនអញ្ចឹងអេពីសូតនេះរៀងខ្លីបន្តិចប៉ុន្តែពាក្យពីរនេះគឺសំខាន់មែនទែនទីមួយនោះគឺ Mycobacterium fortuitum ជាប្រភេទបាក់តេរីដែលគេរកឃើញភាគច្រើននៅក្នុង tap water ហើយឬមួយក៏គេអាចរកឃើញបានដែរនៅក្នុង pedicure bowl ដូចគ្នាអញ្ចឹងពាក្យទី2នោះគឺ tuberculosis ពាក្យនេះសូម្បីតែខ្ញុំក៏ពេលខ្លះរៀងពិបាកអានដែរបងប្អូនអញ្ចឹងក៏ប្រកាន់អីអញ្ចឹង tuberculosis នេះបានន័យថាជាជំងឺរបេងហើយសម្រាប់ទឹកសម្លាប់មេរោគដែលដើម្បីសម្លាប់មេរោគនេះគេហៅថា tuberculosidal disinfectants អញ្ចឹង disinfectant បងប្អូនហ្នឹងហើយទឹកសម្លាប់មេរោគ tuberculosidal បានថាសម្លាប់មេរោគរបេងអញ្ចឹងពាក្យពីរនេះអាសាចេញប្រឡងមែនតើបងប្អូននៅក្នុងចម្ពោះ infection control អញ្ចឹងបងប្អូនគួរតែកត់ទុកហើយកត់ខ្ញុំនៃទុកផងដើម្បីរៀនទាំងអស់គ្នាអញ្ចឹងជួបគ្នានៅអេពីសូតក្រោយ